ថ្ងៃនេះថ្ងៃទី1 ខែ 12 ឆ្នាំ 2025 ចឹងនេះគឺជាស្រែដែលយើងធ្វើស្រូវសែនគប់01អញ្ចឹងពូជនេះគឺយើងប្រើ120 គីឡូក្នុងមួយហិកតាអញ្ចឹងអានេះយើងទៅព្រោះរួចប្រពូជនេះយើងបានត្រាំវាមួយយប់ហើយស្រង់យកមកដាក់លើឲ្យស្រស់ទឹកហ្នឹងមួយយប់អញ្ចឹងស្រូវយើងសភាពគឺវាដុះប្លុកតិចតិចចឹងហ្នឹងហើយតែព្រោះហើយព្រោះកាលម៉ោងពេលថ្ងៃហើយស្រែនេះគឺយើងភ្ជួរលុបពីច្រាំងប៉ុន្តែច្រាំងនេះយើងទុកវារយៈពេលខ្លីដែរតែដូចជា10ថ្ងៃហើយយើងចាប់ផ្ដើមភ្ជួរវាវាយម្ដងទៀតចឹងណាអានេះក៏ច្រាំងស្រូវផ្កាដំដួលហើយយើងចាក់កន្លងបានល្អនេះយើងធ្វើចង្អូវាហើយមើលទឹកហូរអស់លីងមក